បាទជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាហើយថ្ងៃនេះខ្ញុំក៏សូមលើកនៅប្រធានបទទៅនឹងជីវិតនឹងការតស៊ូជួបមកវគ្គថ្មីមួយទៀតហើយដែលខ្ញុំបានលើកឡើងហ្នឹងគឺបានន័យថាយើងម្នាក់យើងមានជីវិតនឹងការតស៊ូមានជីវិតភាពតស៊ូខុសប្លែកពីគ្នាអញ្ចឹងណាហើយអ្នកខ្លះទៅក៏មានជីវិតក្នុងការតស៊ូជាមួយគ្រួសារមិនថាគាត់មានភាពពិបាកឬក៏គាត់មានភាពងាយស្រួលយ៉ាងណាទេតែគាត់នៅបន្តជីវិតของគាត់ហ្នឹងដោយការព្យាយាមតស៊ូអត់ធ្មត់ជំនះនៅឧបសគ្គគ្រប់យ៉ាងផងដែរប៉ុន្តែខ្ញុំក៏មើលឃើញថាយើងម្នាក់ពិតជាមានអារម្មណ៍នឿយហត់ជាមួយនឹងការងារដែលយើងកំពុងតែធ្វើជីវិតដែលយើងជួបនឹងឧបសគ្គជួបនឹងបញ្ហាឬក៏ជួបនឹងបញ្ហារឿងគ្រួសារអ្នកខ្លះទៅក៏ជួបនឹងបញ្ហារឿងការងារឬក៏អ្នកខ្លះទៅជួបនឹងមនុស្សអត់ល្អមនុស្សដែលធ្វើអាក្រក់ឬក៏សាងបាបកម្មអីផ្សេងហ្នឹងបានន័យថាបងប្អូនគុំគិតអីច្រើនហើយកុំព្យាយាមបាក់ទឹកចិត្តនឹងរឿងរ៉ាវដែលវាកំពុងតែជួបនៅបញ្ហាដែលយើងជួបហ្នឹងបានន័យថាយើងព្យាយាមរៀនដោះស្រាយតាមសន្តិវិធីដោយមិនចង់ឈ្នះចាញ់ឬក៏មិនចង់ទៅបំពេញឬក៏ចង់ប៉ះពាល់អ្នកណាទេបើសិនជាអ្នកដែលគាត់ចង់បំពេញឬក៏ចង់ឈ្នះចាញ់ឬក៏មិនថាកន្លែងការងារកន្លែងការរស់ស៊ីឬអីផ្សេងក៏ដោយគឺតែងតែមានរឿងរ៉ាវទាំងអស់នេះកើតឡើងអញ្ចឹងទៅក៏ប៉ុន្តែយើងគិតថាជីវិតយើងម្នាក់ហ្នឹងគឺមានភាពសាមញ្ញបំផុតបងប្អូនមិនថាយើងទៅធ្វើការងារយើងទៅធ្វើការរស់ស៊ីឬក៏យើងធ្វើអីផ្សេងទេម្នាក់គឺយើងធ្វើគ្រប់យ៉ាងហ្នឹងគឺដើម្បីមិនថាទៅធ្វើមិនឲ្យជីវិតហើយនឹងគ្រួសារយើងវាល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងហើយខ្ញុំចង់បង្ហាញនៅប្រធានបទនេះគឺចង់ឲ្យអ្នកដែលគាត់បានល្អប្រសើរពីបកាលំបាកពីជំនាន់ដែលគាត់រស់ស៊ីឬការដែលធ្វើការឬក៏អីមួយដែលគាត់កំពុងតែមានបញ្ហាពីជំនាន់មុនរហូតដល់គាត់ព្យាយាមតស៊ូរហូតមកដល់សប្តាហ៍គាត់មានបានហ្នឹងគឺពួកគាត់ហ្នឹងក៏អាចថាយើងដឹងស្រាប់ថាពួកគាត់ក៏មានការព្យាយាមតស៊ូនឹងជំនះឧបសគ្គដូចជាយើងដែរមិនថាការតស៊ូដោយរបៀបណាឬក៏ការដែលខំប្រឹងប្រែងនៅក្នុងជីវិតគាត់ដោយរបៀបណាទេបើសិនជាជំនាន់ពីមុនយើងអាចថាមានខុសមានត្រូវអញ្ចឹងទៅអ្នកខ្លះទៅក៏ធ្វើរឿងខុសច្រើនឬក៏រឿងដែលអត់ល្អឬអីចឹងទៅព្យាយាមកែមកដល់មួយជំនាន់ថ្មីនេះគឺព្យាយាមធ្វើរឿងល្អដើម្បីជួយទៅដល់មនុស្សដែលមានភាពពិបាកជាងយើងដូចជីវិតផុនយើងទាំងអស់គ្នាទៅការពីដែលយើងធ្លាប់ពិបាកអញ្ចឹងថាអ្នកខ្លះទៅគាត់មានបានអញ្ចឹងទៅដោយការដែលគាត់ធ្វើរឿងអីអត់ល្អឬក៏អីផ្សេងហ្នឹងគាត់ព្យាយាមកែខ្លួនណែនាំក្រុមគ្រួសារណែនាំកូនចៅvonគាត់ជំនាន់ក្រោយហ្នឹងគឺឲ្យគាត់នឹងដើរទៅលើផ្លូវល្អចេះចែកម្លែកអ្នកដតីផ្ដល់ក្តីស្រឡាញ់អ្នកដតីឬក៏ការដែលចេះជួយអ្នកដតីដោយប្រការអីផ្សេងហ្នឹងគឺគាត់ព្យាយាមបរៀនគុណចៅគាត់ជំនាន់គាត់ហ្នឹងដើរទៅលើផ្លូវល្អទៅអាហ្នឹងជារឿងមួយដែរវាល្អប្រសើរសម្រាប់យើងទាំងអស់គ្នាមិនថាជាខ្ញុំមិនថាបងប្អូនទាំងអស់ដែលគាត់កំពុងរស់នៅជួបនឹងបញ្ហាពិបាកឬក៏ទុក្ខវេទនាអីផ្សេងហ្នឹងគឺវាតែងតែមានហើយអញ្ចឹងទៅខ្ញុំគិតថាបងប្អូនដែលគាត់បានឆ្លងកាត់នៅរឿងរ៉ាវពិបាកហ្នឹងគឺគាត់អាចនឹងជួយទៅដល់អ្នកដែលគាត់មានជីវភាពដូចពីគាត់ជំនាន់មុនហើយអ្នកខ្លះក៏មានជីវភាពនៅពិបាកដដែលហ្នឹងក៏គាត់ព្យាយាមតស៊ូនឹងជីវិតផងគាត់នឹងឲ្យមានការតស៊ូដោយការខិតខំព្យាយាមប្រឹងប្រែងតាមសមត្ថភាពដែលយើងមានការដែលយើងទៅធ្វើការយើងដែលប្រកបការងាររកស៊ីដោយការងារសុចរិតផងយើងមិនទៅលួចឆក់ប្លន់អ្នកដទៃឬក៏សាងបាបកម្មអីផ្សេងទៅលើអ្នកដទៃជាមួយដែលវាអត់ល្អធ្វើឲ្យយើងហ្នឹងក៏មានផលប៉ះពាល់ខ្លួនឯងឬក៏គេឈ្មោះឬក៏បញ្ហាគ្រួសារយើងហ្នឹងជួបនឹងបញ្ហាអីផ្សេងអញ្ចឹងទៅក៏ជឿមួយដែលអាប់អោនទៅកិត្តិយសទៅលើគ្រួសារយើងដែរអញ្ចឹងទៅខ្ញុំក៏បានលើកប្រធានបទនេះហើយខ្ញុំតែងតែនិយាយតកតងនឹងភាពស្រស់ស្អាតនៃមនុស្សហ្នឹងគឺតកតងនឹងអំពើល្អនឹងឯងដែលខ្ញុំបាននិយាយទៅកាន់បងប្អូនឬក៏អ្នកដែលបានស្ដាប់នៅប្រធានបទខ្ញុំមួយហើយមួយទៀតពីវគ្គមួយទៅវគ្គមួយពីមួយវគ្គទៅវគ្គមួយអញ្ចឹងទៅគឺយើងតែងតែមានការជួបដូចគ្នាហើយដែលគាត់នៅក្នុងវិស័យឬការងាររកស៊ីឬក៏ការដែលគាត់ធ្វើការឬក៏ធ្វើអីផ្សេងក៏ដោយខ្ញុំគិតថាពួកគាត់ក៏មានការដែលមានភាពតស៊ូការដែលខំប្រឹងប្រែងតស៊ូនឹងវាខុសពីគ្នាមិនថាខ្ញុំតស៊ូរបៀបខ្ញុំពួកគាត់តស៊ូរបៀបពួកគាត់អីចឹងទៅជាមួយដែលគាត់ប្រឹងប្រែងជាមួយនឹងការងាររបស់គាត់ដែលគាត់ធ្វើដែលគាត់ស្រឡាញ់ដែលគាត់ពេញចិត្តឬក៏
ការងារដែលគាត់ចេះឬក៏ការទៅប្រកបរបរណាមួយដែលគាត់ចង់ធ្វើទៅធ្វើឲ្យគ្រួសាររួចពីភាពពិបាកឬក៏បញ្ហាអីផ្សេងៗដែលគាត់ជួបអញ្ចឹងណាហើយខ្ញុំក៏តែងតែលើកប្រធានបទទៅនឹងជីវិតនឹងការតស៊ូហ្នឹងគឺចង់ឲ្យប្រជាជនឬក៏អ្នកដែលជួបនៅឧបសគ្គឬក៏អ្នកដែលជួបនៅបញ្ហាអីផ្សេងហ្នឹងគាត់ព្យាយាមនៅជំនះនៅឧបសគ្គនៃការតស៊ូផុនគាត់ហ្នឹងកុំចោះចាញ់កុំរារែឬក៏កុំឲ្យធ្វើឲ្យបញ្ហាផ្លូវចិត្តគាត់នឹងវាជួបនឹងបញ្ហាអីផ្សេងៗដែលវាអត់ល្អខ្ញុំគិតថាបងប្អូនគាត់ពិតជាចង់បានសុខគ្រួសារដែលមានសុភមង្គលគ្រួសារដែលមានភាពរីករាយហើយចង់បានប្រកាន់នូវសុភមង្គលហើយក៏អត់ចង់នៅជួបនៅឧបសគ្គដែរអញ្ចឹងទៅខ្ញុំគិតថាបងប្អូនគួរតែមានវិធីឬក៏ការដែលដោះស្រាយនៅពេលដែលយើងជួបឧបសគ្គតាមរបៀបដែលយើងដោះស្រាយម្ដងមួយជារឿងដែលល្អបំផុតអញ្ចឹងទៅខ្ញុំក៏សប្បាយចិត្តនៅពេលដែលបងប្អូនបានដោះស្រាយនៅបញ្ហាកំពុងជួបនៅប្រឈមមុខនៅសប្តាហ៍ហ្នឹងហើយនឹងបញ្ហាដែលជួបនឹងបញ្ហាឧបសគ្គឬក៏វិបត្តិអីផ្សេងៗហ្នឹងគឺយើងព្យាយាមប្រឹងប្រែងតស៊ូជាមួយនឹងជីវិតផងយើងដោយសារតែជីវិតយើងកើតមកលើលោកនេះគឺយើងមានភាពការតែតស៊ូឬក៏ការដែលប្រឹងប្រែងឬក៏ការដែលព្យាយាមហ្នឹងវាមានភាពខុសគ្នាអញ្ចឹងហើយខ្ញុំតែងតែលើកប្រធានបទនេះឡើងគឺចង់ចែកម្លែកទៅកាន់បងប្អូនឲ្យតស៊ូនៅក្នុងជីវិតផងគាត់ឬក៏ចំណេះនៅឧបសគ្គឬក៏ការដែលកុំបាក់ទឹកចិត្តអីផ្សេងៗហ្នឹងគឺជារឿងដែលសំខាន់បំផុតដែលខ្ញុំតែងតែសប្បាយចិត្តចង់ឲ្យឃើញបងប្អូនឬក៏អ្នកដែលរស់នៅជុំវិញពិភពលោកហ្នឹងមានភាពរីករាយឬក៏សប្បាយក្នុងការដែលមានជីវិតរស់នៅលើផែនដីដោយការដែលសាងតែអំពើល្អហ្នឹងហើយគឺជារឿងមួយដែលស្រស់ស្អាតបំផុតសម្រាប់យើងកើតមកជាមនុស្សនៅក្នុងជាតិហ្នឹងគឺយើងជារឿងមួយដែលល្អបំផុតតែខ្ញុំតែងតែលើកឡើងហើយលើកឡើងទៀតជាងតែខ្ញុំមានអារម្មណ៍ថាសូម្បីខ្ញុំអ្នកនិយាយហ្នឹងទោះខ្ញុំមិនបានធ្វើល្អច្រើនជាបងប្អូនឬក៏ខ្ញុំមានធ្លាប់ខុសឬក៏ខ្ញុំធ្លាប់ធ្វើអីអត់ល្អហ្នឹងក៏ខ្ញុំអាចថាខ្ញុំចេះខែតម្រូវខ្លួនឯងម្ដងបន្តិចទោះថាយើងមិនទាន់មានបានថ្ងៃនេះក៏យើងគិតថាថ្ងៃក្រោយហ្នឹងក៏យើងព្យាយាមធ្វើដោយសេចក្តីល្អយើងតាមអំពើសុចរិតផងយើងឬក៏ការដែលយើងប្រកបការងាររកស៊ីអីដោយអំពើល្អឬក៏ការដែលយើងសាងដោយការងារដែលសុចរិតផងយើងពិតជាមានអារម្មណ៍សប្បាយចិត្តហើយខ្ញុំក៏ចង់ឲ្យបងប្អូនដែលស្ដាប់ហ្នឹងគឺគាត់ក៏ជាមនុស្សដែលល្អឬក៏សាងអំពើតាមអំពើល្អឬក៏ការដែលធ្វើរឿងអីមួយដែលជាប្រយោជន៍ដល់ជួយដល់សង្គមជួយដល់ប្រទេសជាតិដែលយើងរស់នៅហ្នឹងហើយកាន់តែសុខសន្តិភាពហើយក៏មានភាពសบายសบายចិត្តតែកើតឬក៏កើតមនុស្សល្អច្រើនហើយក៏មានភាពរីកចម្រើនតទៅមុខដែរអញ្ចឹងទៅយើងក៏នៅតែសប្បាយចិត្តនៅពេលដែលបងប្អូនឬអ្នកស្ដាប់ឬក៏យើងឃើញថាប្រទេសដែលយើងរស់នៅហ្នឹងកើតមានមនុស្សល្អហើយក៏មានតែអ្នកដែលមានចំណេះដឹងហើយក៏ព្យាយាមជំនះនៅឧបសគ្គឬក៏មានភាពតស៊ូផ្សេងៗគ្នាផងដែរខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្តនៅពេលដែលបងប្អូនបានជោគជ័យហើយក៏មិនអ្នកខ្លះក៏មិនទាន់បានជោគជ័យនឹងព្យាយាមតស៊ូនឹងជីវិតរបស់បងប្អូនតទៅទៀតព្រោះថាខ្ញុំក៏អ្នកដែលកំពុងតែនិយាយហ្នឹងក៏យើងមិនមានភាពអីដែលល្អប្រសើរដែរគ្រាន់តែយើងនៅជួបនឹងការដែលពិបាកហើយយើងក៏មានភាពដែលជួបរឿងជាច្រើនដែលយើងមានការតស៊ូដោយតែបងប្អូនដែរអញ្ចឹងទៅខ្ញុំក៏មិនដឹងថាពេលណាដែលយើងអាចរួចផុតពីរឿងដែលយើងមានភាពពិបាកឬក៏យើងនឹងជួបនឹងបញ្ហាឬក៏ជួបនឹងភាពដែលយើងនៅខ្វះខាតអញ្ចឹងណាយើងចង់ឲ្យគ្រួសារដែលល្អប្រសើរបានយើងទៅប្រកបនឹងការងាររកស៊ីផ្សេងៗហើយយើងក៏មិនចង់ទៅប៉ះពាល់ឬក៏យើងមិនចង់ឲ្យមានការដែលមានទំនាស់ឬក៏ដែលជួបនឹងបញ្ហាផ្សេងៗដែរវាជាមួយដែលល្អនឹងការនៅក្នុងការដែលយើងរស់នៅអញ្ចឹងបើសិនជាចិត្តខ្ញុំវិញគឺខ្ញុំចង់ឲ្យអ្វីៗទាំងអស់គឺយើងចង់ឲ្យកើតតែរឿងល្អហើយក៏ជារឿងមួយដែលយើងព្យាយាមចង់ឲ្យឃើញបងប្អូនអ្នកស្ដាប់ឬអ្នកដែលរស់នៅលើពិភពលោកគឺកើតមានរឿងល្អឲ្យបានកាន់តែច្រើនផងដែរអញ្ចឹងទៅប្រធានបទមួយនេះគឺខ្ញុំក៏សូមបន្តទៅវគ្គក្រោយៗទៀតដើម្បីចែកម្លែកទៅកាន់បងប្អូនឲ្យមានការដែលតស៊ូហើយនឹងក៏ព្យាយាមចំណេះនៅឧបសគ្គកុំចោះចាញ់នឹងឆាជីវិតផងបងប្អូនដែលចំពោះតែជួបនៅរឿងរ៉ាវដែលអត់ល្អឬក៏ការដែលបាក់ទឹកចិត្តឬក៏ការដែលគិតឃ្លាផ្សេងៗបងប្អូនឈប់គួរតែព្យាយាមរកវិធីឬក៏រកឲ្យមើលដែលសប្បាយហើយជីវិតបងប្អូនវាកាន់តែល្អប្រសើរនៅក្នុងឆាជីវិតបងប្អូនអញ្ចឹងខ្ញុំក៏អរគុណទៅដល់បងប្អូនដែលបានស្ដាប់ប្រធានបទនេះយើងក៏នឹងបន្តទៅប្រធានបទក្រោយៗទៀតផងដែរ